បាទសូមគោរពជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយសម្រាប់ចែកជូនបងប្អូនអរគ្នាឲ្យចេះកាត់វីដេអូទាំងអស់គ្នាផងដែរមុនដំបូងយើងចូលក្នុងកម្មវិធី KineMaster មកឬក៏ InShot មកយើងចូលក្នុងកម្មវិធី KineMaster ចូលក្នុងមួយពុកមកហើយបងប្អូនចុចកន្លែងសញ្ញាបូកនេះក៏ដាក់កន្លែងសញ្ញាបូកនេះចុចនេះមួយមកហើយបងប្អូនជ្រើសរើសទំហំបងប្អូនចង់យកទំហំ 3.4 ឬក៏ 3.5 ឬក៏ទំហំ 9.16 ជា TikTok បងប្អូនណាបើសម្រាប់ខ្ញុំចូលក្នុង YouTube 16.9 បងប្អូនតាមទៀតបងប្អូនចុចនេះមកបាទចុចទៅនឹងរួចហើយបងប្អូនជ្រើសរើសរូបភាពដែលបងប្អូនចង់កាត់ខ្ញុំជ្រើសរើសយកវីដេអូរូប background មួយនេះបងប្អូនណាចាំពិសេសជ្រើសរើស background ចឹងបងប្អូនចុចនេះមួយមកអានេះផ្សេងបងប្អូនចុចជ្រើស background បងប្អូនណាហើយបងប្អូនចង់ដាក់ចូលខ្ញុំជ្រើសរើស background មួយនេះបងប្អូន background រូបនេះតាមទៀតបងប្អូនចុចខ្វែងមកបាទហើយបងប្អូនពង្រីករូបនេះហើយចុចនេះមកយើងទាញរូបនេះឲ្យធំស្មើនឹងទំហំ YouTube បងប្អូនណាចុចនេះមកហើយយើងរួមមកបាទឲ្យស្មើនឹងអេក្រង់នេះប៉ុណ្ណឹងហើយបាទហើយយើងចុចនេះបងប្អូនចុចស្មើទៅហ្នឹងមកហើយមើលទៅរូបភាពយើងអត់សូវច្បាស់យើងចុចតម្លើងបងប្អូនតម្លើងទៅនេះបាទចុចតម្លើងទៅនេះចង់បានថយបានភ្លឺខ្លាំងអីទៅយើងចុចតាមហ្នឹងបងប្អូនបាទទៅនេះមកហើយបងប្អូនចូលយករូបវីដេអូមកឧទាហរណ៍ខ្ញុំធ្វើវីដេអូធ្វើអក្សរវីដេអូអក្សររត់ចឹងណាចុចនេះមកហើយចុចនេះមួយមកហើយបងប្អូនចុចនេះបងប្អូនមានធ្វើអក្សររត់រួចហើយយើងចុចនេះមកហើយបងប្អូនចុចនេះមួយទៀតឲ្យពណ៌បៃតងហ្នឹងបាទបងប្អូនរងចាំឲ្យវាចូលពេញសិនហើយបងប្អូនចុចសញ្ញាខ្វែងទៀតមកហើយយើងទាញរូបតែនេះបងប្អូនឲ្យពេញរូប background យកមករីកឲ្យវាតូចចាស់បងប្អូនស្ញេជ្រុលយើងទាញវាឆាប់ពេញពេញមកទាញទៅឲ្យស្មើនឹងរូប background យើងនេះមកទៅមកទៀតបងប្អូនចង់កាត់ចោលរូបតែ background មួយនេះបងប្អូន scroll មួយនេះឡើងទៅលើចឹងមកបងប្អូនចុចទៅនេះឃើញកណ្ដាស់ឆ្ងាយរូបក្បាលមនុស្សនេះចុចគ្រីសទៅនេះមកបាទបងប្អូនរងចាំឲ្យវាដើរពេញផ្ទាត់នេះបងប្អូនទៅយើងអាចកាត់ background បានចឹងណាជាស្រ័យបងប្អូនចុចនេះមកចុចទៅលើវីដេអូចឹងបងប្អូនចុចខាងក្រោមនេះមកហើយ scroll ឡើងទៅលើមកយើងចុចទៅនេះបងប្អូនណានេះកន្លែងក្បាលមនុស្សនេះចុចបាច់យើងរងចាំឲ្យវាពេញសិនបងប្អូនបាទបងប្អូនចុចទៅនេះរួចហើយនេះកន្លែងខាងលើនេះបងប្អូនណាចុចលើនេះមកហើយបងប្អូនចុចគ្រីសនេះវាបាត់ហើយបងប្អូនណាវាបាត់ឃើញថាអក្សរនេះយើងចង់ស្រី background វាបាត់នេះមកទៅទៀតយើងស្រីអក្សរនេះបងប្អូនស្រីឲ្យអាចស្អាតអាចស៊ីនឹងនេះបងប្អូនណាបាទទៅមកទៀតហើយបងប្អូនខ្ញុំបិទសលេងចឹងបងប្អូនខាត់ជាប់បិទសំឡេងមួយសិនបងប្អូនបាទបងប្អូនបិទសំឡេងមួយសិនបងប្អូនទៅទៅណាបិទណាបងប្អូនបិទសំឡេងកុំឲ្យជាប់ហើយបងប្អូនចាក់ play មកបាទឃើញបងប្អូនវាដេញអីវាដើររត់រូបភាពនេះអត់សូវច្បាស់ទេបងប្អូនឃើញវារត់ទេបងប្អូនឃើញអត់នេះបាទអរគុណបងប្អូនអរគ្នាបើឆ្លងពេញចិត្តជួយចុច subscribe មួយផងណា